គ្រប់ជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទថ្មីចឹងហើយនេះខ្ញុំជួបក្នុងคลิปថ្មីទៀតហើយក៏ជាคลิปមួយដែលគិតថាវាជាคลิปមួយខ្លីដែរទេក៏ខ្ញុំសូមចែកចំណុចទាំង4របស់មិត្តទាំង4យ៉ាងមានថាមិត្តហ្នឹងគឺជាមិត្តល្អមិនមែនមិត្តអាក្រក់ទេអញ្ចឹងប្រកាសណាសង្គមបច្ចុប្បន្នហ្នឹងគឺមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាឬក៏បងទាំងអស់គ្នាក្នុងសង្គមទេពីមួយចំនួនទៅមួយចំនួនតែងតែមានមិត្តភ័ក្តិតែតែមានអ្នកស្គាល់ក៏ប៉ុន្តែពេលខ្លះវាមិនថាជួបមនុស្សល្អពេកឬក៏អាក្រក់ពេកទេតែគ្រប់យ៉ាងគឺតែងតែមានមិត្តហើយមិត្តល្អផងមិត្តអាក្រក់ផងមិត្តមកពីស្រុកផងមិត្តថ្មីផងអញ្ចឹងណាវាមានច្រើនសន្តានមែនតើតែចំពោះ admin មួយឬក៏ចំពោះខ្ញុំមួយពីច្រើនគឺខ្ញុំរាប់ទាំងអស់មិនថាមិត្តនៅក្នុងស្រុកមិនថាមិត្តនៅក្នុងទីក្រុងភ្នំពេញឬក៏មិត្តនៅតាមបណ្ដាលប្រទេសផ្សេងទេគឺខ្ញុំមានមិត្តច្រើនមែនតើក៏ប៉ុន្តែមិត្តទាំងអស់ហ្នឹងគឺខ្ញុំតែងតែបែងចែកតួនាទីឋានៈអីចឹងឧទាហរណ៍មិត្តរបស់ខ្ញុំមាន3ប្រភេទខ្ញុំរាប់ត្រួសដែលខ្ញុំមានទី1មិត្តពីបរទេសមកមិត្តពីបរទេសមកគឺបើគេឆាតមករកយើងឆាតទៅរកគេបើយើងទៅនេះយើងឆាតទៅរកគេតែប៉ុណ្្នឹងទៅសុខសប្បាយអត់ឬក៏មានការសួរការបញ្ចេញមតិយោបល់ទៅវិញទៅមកអញ្ចឹងទៅសួរពីនេះសួរពីនោះសួរពីបរទេសគេសួរពីយើងអញ្ចឹងទៅមិត្តទី2ចំពោះមិត្តទី2របស់ខ្ញុំគឺមិត្តនៅស្រុកនៅពេលដែលខ្ញុំទៅស្រុកម្ដងគឺខ្ញុំតែងតែអត់និយាយអីច្រើនអត់ទៅនិយាយយើងចេះចង់ឲ្យមានថាជាមិត្តដែលធ្លាប់រាប់អានគ្នាតាំងពីតូចរហូតដល់ធំគឺមិត្តហ្នឹងគឺខ្ញុំរាប់ពីមុនមិនឥឡូវអញ្ចឹងឧទាហរណ៍ខ្ញុំទៅហូបអីជុំគ្នាឧទាហរណ៍ក្រាក់ស្ដាប់តែខ្ញុំហូបអីជប់លៀងអីចឹងទៅអស់ស្រាមួយកេះជាធម្មតាមិត្តខ្ញុំនៅស្រុកពីច្រើនមិនមែនឲ្យគេចេញទាំងអស់ទេអានោះមានសាច់ថ្លែមអានោះមានអានេះមានអានេះវិយាចេញម្នាក់បន្តិចគឺគូឲ្យពីរុំជា memory ជា best memory មែនជា best memory ឬក៏ជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបានទេទោះបីមិត្តមកដល់ឥឡូវខ្ញុំបែកច្រើនឆ្នាំក៏ដោយខ្ញុំបែក10 20ឆ្នាំក៏ប៉ុន្តែទៅគឺអាការរាប់អានហ្នឹងវានៅដល់ដែលវាមិនមែនផ្លាស់ប្ដូរទេចំណែកមិត្តទី3គឺមិត្តនៅក្នុងទីក្រុងភ្នំពេញមិត្តនៅទីក្រុងភ្នំពេញគឺផ្ដើមចេញពីអ្នកស្គាល់គ្នាធ្វើការឬក៏អីផ្សេងតែក៏ប៉ុន្តែមួយចំណែកខ្លះគឺអត់សូវដែលខ្ញុំទទួលថាមានមិត្តល្អនៅក្នុងទីក្រុងណាខ្ញុំអត់ទទួលបានអារម្មណ៍នឹងមែនទែនទៅការរាប់អានគ្នាមួយរយៈហើយបន្ទាប់ពីយើងអត់ទាន់មានអីដែលគួរឲ្យគេចង់បានគេនឹងត្រឡប់ទៅវិញគេនឹងអីបែបនេះបែបនោះក៏ប៉ុន្តែគេដូចតែយើងកាលណាតែរាប់គេទៅគេនាំតែយើងផ្លូវអត់ល្អផ្លូវអីចឹងទៅក៏ខ្ញុំលែងរាប់គេខ្ញុំប្រាប់គេត្រង់តែឥឡូវខ្ញុំមិនអាចរាប់គ្នាបានទេបើស្គាល់យើងស្គាល់គ្នាចោះក៏ប៉ុន្តែមិនបាច់រាប់ទេដោយសារតែខ្លះនាំយើងទៅអបាយភូមិអបាយមុខអីចឹងទៅផ្សេងវាមាន3ចំណុចហ្នឹងក៏ប៉ុន្តែថ្ងៃនេះខ្ញុំសូមនឹងចែកម្លែកចំនួនមិត្ត4យ៉ាងដែលអ្នកគ្នាគួរតែរកឲ្យបាននៅក្នុងជីវិតរបស់អ្នកគ្នាបើរកអត់បាននេះជៀសវាងគឺកម្រកុំសេពគប់អីចឹងកាលណាតែសេពមិត្តខុសគឺធ្វើឲ្យយើងមានបញ្ហាដល់ខ្លួនឯងតែម្ដងមិនថាឪពុកម្ដាយមិនថាអីទេគឺជៀសវាងបានគឺមើលមិត្តដែលកូនរាប់អានឧទាហរណ៍ខ្ញុំមានកូនប្រុសមួយកូនប្រុសខ្ញុំល្អជឿទេតែស្រាប់នៅពេលដែលពួកគាត់ទៅរាប់អានមិត្តនៅវិទ្យាល័យឬក៏អនុវិទ្យាល័យគាត់ប្រែក្លាយទៅជាមនុស្សមួយផ្សេងទៀតគាត់អត់បែបនេះគាត់ផ្លាស់ប្ដូរពីល្អទៅអាក្រក់អីចឹងណាអញ្ចឹងគឺឪពុកម្ដាយគឺតែងតែសង្កេតមើលការរាប់អានកុំមើលអត្តចរិតកូនមុនគឺត្រូវតែមើលការរាប់អានថាកូនរាប់អានមនុស្សប្រភេទណាឧស្សាហ៍ហៅគាត់ឲ្យហៅមិត្តភ័ក្តិមកលេងផ្ទះយើងមិនថាស្រីមិនថាប្រុសទេហៅមកបើសិនជាមិត្តភ័ក្តិគាត់ល្អយើងមើលថាវាល្អមែនមនុស្សចាស់យើងមើលឃើញហើយវាអាចថាមិត្តភ័ក្តិល្អប្រហែលជាកូនយើងអាចផ្លាស់ប្ដូរអីមួយតែបើកូនយើងល្អទេមិត្តភ័ក្តិដែលវារាប់អានឬក៏កូនរាប់អាននឹងមានបញ្ហាប្រកាសណាជាកូនមានបញ្ហាសារមិត្តភ័ក្តិនាំអីចឹងទៅអញ្ចឹងអាចំណុចទាំងអស់ហ្នឹងគឺតែងតែយើងត្រូវតែរៀនឲ្យបានអញ្ចឹងចំណុចទី1មិត្តដែលអ្នកគ្នាគួររកហ្នឹងគឺមិត្តដែលចេះគោរពស្រឡាញ់អ្នកគេមិនចង់បានអ្វីពីអ្នកទេគេចង់នៅក្បែរអ្នកលើកទឹកចិត្តអ្នកចង់ឃើញអ្នកល្អចំណុចមួយហ្នឹងគឺជាខ្ញុំតែម្ដងគឺខ្ញុំនៅពេលដែលខ្ញុំរាប់អានគេ100លើ100គឺខ្ញុំអត់ដែលចង់បានអីពីគេទេរងថ្ងៃសកម្មភាពរងថ្ងៃទោះបីលុយកាក់ដោយលុយខ្ញុំមានរងថ្ងៃខ្ញុំមានតែវាមិនច្រើនក៏ប៉ុន្តែខ្ញុំមានហូបអីជុំគ្នាគឺយើងចេញ 50% ទៅ10នាក់បើអស់100គឺស្មើទាំងម្នាក់$10តែប៉ុណ្្នឹងចប់ហើយពីច្រើនខ្ញុំចង់នៅក្បែរពួកគាត់ខ្ញុំចង់សួរពួកគាត់នៅពេលដែលគាត់ stress អីចឹងនៅពេលលុតទៅលេងកីឡាលេងអីឃើញគាត់ stress មុខ stress ខ្ញុំសួរបងកើតអីមានបញ្ហាអីមែនមានឲ្យខ្ញុំជួយមែនតែប៉ុណ្្នឹងទេតែមិត្តខ្លះទៀតគឺនៅពេលដែលយើងមានបញ្ហាគឺអត់នៅមកក្បែរយើងទេហ
ហើយគេពីចឹងគេលួចឱកាសគេឆ្មក់ឱកាសមកយើងគេចង់បាននេះបាននោះពីយើងក៏ប៉ុណ្ណឹងចឹងមិត្តដែលគួរជៀសវាងតែមិត្តដែលគួរឲ្យស្រឡាញ់ឬគោរពស្រឡាញ់ហ្នឹងគឺគេគោរពស្រឡាញ់អ្នកមិនចង់បានអ្វីក្រៅពីអ្នកហើយចង់ក្បែរអ្នកហើយលើកទឹកចិត្តអ្នករហូតអត់ឯងធ្វើខុសអីឯងគួរនឹងធ្វើអញ្ចឹងទេធ្វើបែបនេះបានត្រូវធ្វើបែបនេះបានត្រូវកុំធ្វើអញ្ចឹងវាអត់ល្អទេនិយាយបែបនេះវាអត់ល្អទេចឹងអាហ្នឹងដែលមិត្តដែលគួររាប់ចំណុចទី2មិត្តដែលមានធម៌ពលគេដូចជាអំពូលភ្លើងឬក៏ជាអ្នកបំភ្លឺផ្លូវយើងអញ្ចឹងតែងតែនាំសេចក្តីសុខនិងសេចក្តីល្អនឹងលៀបមកអ្នកជានិច្ចទោះបីអ្នកមិនក៏ដោយក៏ប៉ុន្តែគេមកគេនាំយើងរកស៊ីគេនាំយើងគិតនេះគិតនោះនិយាយដែលល្អអត់និយាយដើមមិត្តភ័ក្តិជុំកាហ្វេជុំកាទៀវអីចឹងក៏និយាយរឿងល្អកុំនិយាយរឿងអញ៉ៃប៉ះពាល់សង្គមកុំនិយាយគេនិយាយដើមគេអញ្ចឹងទៅក៏តែជាមនុស្សម្នាក់ដែលនាំយើងនិយាយល្អនិយាយពីនេះពីនោះរឿងរកស៊ីអីចឹងទៅអញ្ចឹងមិត្តហ្នឹងក៏ជាមនុស្សដែលគួរនឹងសេពគប់ដែរចំណុចទី3មិត្តដែលជ្រុំជ្រែងអ្នកគេជួយអ្នកដែលអត់លក្ខខណ្ឌតែម្ដងខ្ញុំធ្លាប់ជួបរងថ្ងៃគឺខ្ញុំមានមនុស្ស2-3នាក់ទេដែលនៅក្បែរខ្ញុំមកដល់វ័យនេះហើយវាចូលចិត្ត30ហើយក៏ប៉ុន្តែខ្ញុំជួបមនុស្សច្រើនមែនតើតែគេជួយខ្ញុំតាំងពីខ្ញុំអត់មានអីសោះរហូតដល់មានហើយមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការហូបចុកបែបនេះក៏នៅតែគេជួយដែរអានេះគេហៅថាមនុស្សដែរគេជួយយើងនៅអត់លក្ខខណ្ឌនៅពេលដែលគេជួយយើងច្រើនពេកខ្លះក្រែងចិត្តខ្លួនឯងថាមិនបានគេត្រូវមកជួយតែទោះបីមិនប្រាប់គេមិនក៏ដោយគេនៅតែចង់ជួយយើងមិនអាយកាត់ទុកសក់ទុកមិនត្រូវការអីគេមែនហើយហៅយើងទៅលេងផ្ទះរហូតហៅយើងទៅហូបនេះហូបនោះតាំងតែយើងអត់ចាញ់លុយ100វាអត់ថាបើសិនជាករណីគេចង់បានអ្វីពីខ្ញុំវាអត់មានអីឲ្យគេទេក៏ប៉ុន្តែគេអត់ចង់បានអីពីយើងទៅទៀតគេទៅជុំវិញគេយកយើងទៅគេនាំយើងសុបាយដល់អត់លក្ខខណ្ឌមានថាជួយយើងដល់អត់លក្ខខណ្ឌពេលក្រលំបាកពេលក្រខ្សត់អត់បាយអត់ទឹកហ្នឹងគេនឹងចាញ់មុខមកជួយយើងភ្លាមតែម្ដងហើយពេលមានសក់ហ្នឹងគេរីករាយពីចម្ងាយឧទាហរណ៍ខ្ញុំអត់ធ្លាប់មានសង្សារហើយដល់ពេលខ្ញុំមានសង្សារគេផុសជូនពរយើងគេឆាតមកសួរសុខទុក្ខថាស្នេហាយ៉ាងម៉េចហើយសុខសប្បាយអត់មានបញ្ហាគេអត់មានតនេមកលេងឯងតិចមកឯងនឹកឯងចឹងទៅវាពេលខ្លះវាមានអារម្មណ៍ថាវា happy មែនតើដែលជួបមនុស្សអញ្ចឹងហើយខ្ញុំរងហើយខ្ញុំជួបហើយខ្ញុំរសាបានតែ 3-4 នាក់ទេមកជីវិតរបស់ខ្ញុំមានតែ 3-4 នាក់នេះគឺតាណាគឺមានតែ 4 នាក់នឹងតែម្ដងហើយក៏សតឲ្យទៅបងទាំងអស់គ្នាទៅអាយុសតតែបងខ្ញុំអត់មានក្រោមពី10ឆ្នាំទេបងខ្លះអាយុខ្ញុំចង់1ឆ្នាំចង់20ក៏មាន10ឆ្នាំក៏មានអាយុ50អាយុ40អាយុ30មានទាំងអស់ក៏ប៉ុន្តែខ្ញុំរាប់គឺកម្រប្អូនខ្ញុំណាហើយក៏កម្របងខ្ញុំ2-3ឆ្នាំពីខ្ញុំសិតតែ10ឆ្នាំឡើងហើយចឹងទៅពួកគាត់ល្អមែនតើមួយខ្ញុំណាហើយចំណុចទី4គឺមិត្តដែលចាំក្រើនរំលឹកអ្នកនៅពេលដែលអ្នកធ្វើខុសនៅពេលដែលអ្នកធ្វើត្រូវឬក៏នៅពេលដែលអ្នកមានបញ្ហាគេតែងតែចាំដាស់តឿនយើងក្រើនរំលឹកលើយើងហើយប្រាប់អ្នកនៅពេលដែលយើងកំពុងតែខុសមានថាខ្ញុំកំពុងតែធ្វើខុសគាត់តែងតែមកបដៅយើងទេមកឥឡូវអូនឯងអត់គួរធ្វើអញ្ចេះទេឬក៏មិត្តភក្តិឯងអត់គួរធ្វើអញ្ចេះវាអត់ត្រូវហើយពេលដែលធ្វើត្រូវសរសើរលើកមេដៃលើកមេជើងឲ្យរឿងទាំង4ចំណុចហ្នឹងគឺមិត្តភក្តិគឺល្អមែនតើបើសិនជារើសបានហើយដូចរើសដុំមាសដុំពេជ្រហ្នឹងវាមិនខុសពីខ្ញុំជាប្រុសទេបើខ្ញុំរើសបានប្រពន្ធមួយដែលល្អយល់ចិត្តគ្រប់បែបយ៉ាងវាមិនមែន perfect ទេក៏ប៉ុន្តែវាគ្រប់យ៉ាងវាអ្វីដែលយើងពេញចិត្តវាជាឧបនិស្ស័យរបស់យើងទទួលយកសម្រាប់ខ្ញុំទទួលយកហើយខ្ញុំល្អមែនតើហើយក៏ជាចំណែកមួយនៃជីវិតរបស់យើងដែរបើសិនជាយើងរាប់អានមនុស្សត្រូវយល់ពីយើងទោះបីកលៈស័កណាក៏ដោយគេអត់បោះបង់យើងចោលទេចឹងដូចគ្នាបើសិនជាអ្នកគ្នារើសបានមិត្តទាំង4ប្រភេទនេះហើយអ្នកគ្នាកុំបោះបង់អីមានរឿងអីខឹងនិយាយគ្នាទៅនិយាយគ្នាសុខទុក្ខធម្មតាកុំខ្លាំងរៀងខ្លួនតែខ្លាំងរៀងខ្លួនហើយស្មើនឹងចប់ស្មើនឹងបោះបង់មនុស្សល្អចោលចេញពីខ្លួនឯងហើយចឹងសម្រាប់ខ្ញុំបាត់ផ្ទាល់អានេះគឺខ្ញុំមានតែ4ចំណុចសម្រាប់មកចែកម្លែកដល់បងប្អូនទាំងអស់គ្នាទេវាអត់មានអីច្រើនលើសនឹងទេបើមានច្រើនក៏វាអត់មានដែរព្រោះនេះខ្ញុំលើកមកត្រួសសម្រាប់ចែកម្លែកដល់បងប្អូនទាំងអស់គ្នាហើយក៏ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំដែរមានថាបើសិនជាណាគេល្អមនុស្សល្អអញ្ចឹងយើងត្រូវទៅរាប់សេពគប់បើយើងអត់ល្អក៏យើងមិនរាប់មិនមែនតែអត់រាប់ហ្មងទេយើងព្យាយាមចេញឲ្យឆ្ងាយពីពួកគាត់ជាពិសេសមនុស្សដែលតែងតែគិតអវិជ្ជមានទៅលើសង្គមហើយមនុស្សជុំវិញខ្លួនខ្ញុំខ្លាចបំផុតមនុស្សដែលគិតអវិជ្ជមានរហូតខ្ញុំធ្លាប់ជួបមកគាត់ទិសនេះទិសនោះហើយតែយើងដើរមួយគាត់
អាហ្នឹងវាធ្វើឲ្យយើងរងថ្ងៃយូរវាឆ្លងណាតែវាឆ្លងហើយយើងនឹងខ្លាចជាមនុស្សបែបហ្នឹងដូចគ្នាអូខេពីខ្ញុំបាទគឺខ្ញុំថ្ងៃនេះគឺមានវីដេអូតែប៉ុណ្្នឹងទេតើតើនឹងការចែករំលែកសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនអរគ្នាដែលបានស្ដាប់នៅคลิปវីដេអូនេះហើយក៏សង្ឃឹមថាមានការខុសត្រូវវឹងទាំងបានក៏ជួយចែករំលែក comment មកចែករំលែកគ្នាទៅវិញទៅមកទៅខ្ញុំក៏ទៅរកភាពត្រូវខ្ញុំក៏ទៅរកភាពរឹងមាំនៃការ podcast ដែលខ្ញុំធ្វើ solo នេះឯងខ្ញុំអត់មានណាគេអញ្ជើញទៅធ្វើ podcast ទេក៏ប៉ុន្តែខ្ញុំធ្វើខ្លួនឯងខ្ញុំមានលទ្ធភាពខ្ញុំចេះ edit sound ខ្ញុំមានសម្ភារៈគ្រប់គ្រាន់ខ្ញុំចេះ upload ខ្ញុំចេះកាត់តខ្ញុំនឹងធ្វើដល់ខ្លួនឯងហើយចែករំលែកទៀតដោយសារខ្ញុំក៏ជាមនុស្សដែលចូលចិត្តនិយាយចូលចិត្តព្រាមបដៅគេក៏ប៉ុន្តែមិនមែនអត់ព្រាមបដៅខ្លួនឯងទេជាមនុស្សដែលចូលចិត្តព្រាមបដៅខ្លួនឯងហើយក៏ពេលទៅនេះក៏ចូលចិត្តសិក្សារៀនសូត្របន្ថែមហើយយកចំណុចណាដែលគិតថាល្អខ្ញុំនឹងចែករំលែកទៅកាន់សង្គមអូខេគឺវីដេអូក៏មានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ